គឺថាអ្នកនរគ្នាធ្លាប់មានស្នេហានៅក្នុងវ័យសិក្សាហេតុអីដោយសារតែការខ្ញុំរៀននៅវិទ្យាល័យហ្នឹងអញនិយាយបានថាគឺពូម៉ាក់ខ្ញុំក៏មានហើយខ្ញុំក៏ធ្លាប់មានដែរ but secret គេថាបែបលាក់ private something like that and នៅថ្ងៃហ្នឹងគឺខ្ញុំចង់និយាយអំពីលក្ខណៈថាតែពិត main topic របស់ខ្ញុំគឺខ្ញុំត្រូវនិយាយថាតើគួរតែ prepare ខ្លួនឯងយ៉ាងម៉េចនៅក្នុងអាយុ16ឆ្នាំហ្នឹងហ្នឹងគឺជា topic របស់ខ្ញុំអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមាន3ចំណុចហ្នឹងគឺខ្ញុំចង់ share ទៅដល់អ្នកនរគ្នា like to improve yourself at your 16 years old មានន័យថាយើងត្រូវធ្វើម៉េចឲ្យខ្លួនឯងប្រសើរជាងមុននៅក្នុងអាយុ16ឆ្នាំហ្នឹងព្រោះតែនិយាយទៅចាប់ពី16 17 18ហ្នឹងគឺខ្ញុំគិតថាអ្នកនរគ្នាគួរតែចាប់ដើម ready ខ្លួនឯងទៅខ្លាចជា adult និយាយទៅអានេះការខ្ញុំនៅអាយុ16ឆ្នាំពេលហ្នឹងដូចជានៅ COVID ឡើយអញ្ចឹងមានថាខ្ញុំទោះបីខ្ញុំអត់បាន prepare អីច្រើនប៉ុន្មានអញ្ចឹង COVID គឺតែងតែ online and សពពីច្រើនសិស្សខ្ជិលមែនសិស្សតែខ្ជិលទាំងអស់ហ្នឹងគឺសំខាន់គឺខ្ញុំដឹងតែខ្ជិលមែនតើដោយសារតែពេលហ្នឹងគឺខ្ញុំលេងហ្គេមសឹងរាល់ថ្ងៃរាល់យប់មួយពូម៉ាក់ខ្ញុំអាហ្នឹងនិយាយថង and និយាយទៅយើងក៏មានលេងហ្គេមច្រើនគឺថ្ងៃៗ PUBG បាញ់ចុះបាញ់ឡើងងាប់ចុះងាប់ឡើង rank up down រហូតអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមាន3 topic ដែលយកទៅបង្ហាញអ្នកនរគ្នា topic ទី1គឺក្តីស្រឡាញ់ហ្នឹងគឺចង់និយាយអំពីអីមិនថាក្តីស្រឡាញ់ចំពោះពូម៉ាក់ឬក៏ចំពោះលក្ខណៈថាពុកម្ដាយនិយាយទៅឲ្យតែអ្នកទាំងអស់គ្នាស្រឡាញ់ទៅលើនរណាម្នាក់មិនថាសង្សារជាថាបានការស្រឡាញ់នៅការមានស្នេហានៅក្នុងវ័យសិក្សាអាចនិយាយបានថាវាតែងតែមានបញ្ហា let's say that ការខ្ញុំនៅពេលហ្នឹងគឺខ្ញុំអាចចាត់បានថាជា play date like អាចនិយាយបានថាពេលហ្នឹងមិន break up and stuff អាចនិយាយបានថាដល់ថ្នាក់ like depressed you start drinking getting drunk and got friends and help and all and stuff but ឥឡូវហ្នឹងគឺខ្ញុំតែងតែ realize ខ្លួនឯងថាស្នេហាlike ចង់បានន័យថានៅក្នុង future គឺយើងមើលដឹងហើយថានៅថ្ងៃខាងមុខថាអ្នកនរគ្នាទាំងពីរនាក់ហ្នឹងនឹងមានអីកើតឡើងមួយគ្នា and I just wanted to remind yourself that love is a one thing that you wanted to experience but sometimes it's a disaster ដោយសារតែវាមានបញ្ហាច្រើនលក្ខណៈថាឆ្លោះគ្នានិយាយត្រូវគ្នាអាចនិយាយបានថាពេលខ្លះលក្ខណៈថាយើងស្រឡាញ់គ្នាយូរពេកដល់ថ្នាក់ស៊ាំដល់ពេលដល់ថ្នាក់ស៊ាំយើងចេះតែបដ ாய் ពេលវេលាឲ្យទៅមុខតទៀតអញ្ចឹងហើយtopic ទី2គឺខ្ញុំនឹងនិយាយអំពី study ខ្ញុំអាចនិយាយបានថា topic មួយនេះគឺវាធុញមែនតើដោយសារតែខ្ញុំជាសិស្សខ្ជិលដែរអាចនិយាយបានថាការញយយុក្រមហ្នឹងវាមិនសូវជាខ្ជិលមកដោយសារតែពេលហ្នឹងគឺខ្ញុំព្យាយាម like ខំប្រឹងរៀនខំប្រឹងប្រឡងដើម្បីឈ្នះពូម៉ាក់ខ្ញុំចាអាហ្នឹងដែលជាធ្វើឲ្យខ្ញុំមាន motivation មួយដែលខំប្រឹងរៀនខំប្រឹងប្រឡងដើម្បីយកឈ្នះពូម៉ាក់ខ្ញុំ and I realized that បន្ទាប់ពី COVID បន្ទាប់ពីអីហ្នឹងមកគឺខ្ញុំ realize that ថាពេលចប់ពីអាយុប៉ុណ្្នឹងទៅគឺ like grade របស់ខ្ញុំគឺចាប់ដើម down យកហ្មងមានន័យថាប្រឡងមិនសូវប្រឡងបើសួរថាប្រឡងចប់គឺនៅប្រឡងចប់ហើយ but ចង់ថា grade យើងមិនយើងចង់បានថាយើងយកសូវឆ្លាតជាងមុនប៉ុន្តែគឺបន្ទុករបស់យើងរៀងធ្លាក់ដើមធ្លាក់ចុះមកកណ្ដាលវិញ and then I feel like I disappointed ចង់ថាខកចិត្តខកបំណងខ្លួនឯងដែលខ្លួនឯងចំណាយពេលនៅអាយុ16 17ឆ្នាំហ្នឹងគឺលក្ខណៈថាគិតតែពីលេងហ្គេមជាមួយពូម៉ាក់ខ្លួនឯងគិតតែពីសប្បាយហឺហា with love and stuff hey drink and stuff it's kind of a good feeling but also a bad feeling the good feeling about it is that ចង់ថាអារម្មណ៍ដែលល្អដោយសារតែខ្ញុំបានរៀនពីបញ្ហាទាំងអស់ហ្នឹងដោយសារតែហេតុដែលខ្ញុំជួបបញ្ហាហើយបានជាធ្វើឲ្យខ្ញុំល្អមកដល់ឥឡូវដោយសារតែខ្ញុំបាន change ខ្លួនឯងទៅលើការហាត់ប្រាណ and that's why I should tell yourself that ត្រូវតែប្រាប់ខ្លួនឯងថាខ្លួនឯងត្រូវតែរកអីមួយដែលជា main ហ្មងមិនថា
មិនថាការហ៊ានមិនថាការធ្វើ business and all stuff ពួកអ្នកខ្លះនៅអាយុ16ឆ្នាំក៏ចេះរកស៊ីដែរខ្ញុំនិយាយមែនដោយសារតែពួកម៉ាក់ខ្ញុំពេលហ្នឹងពួកវាជាអ្នករកស៊ីដែរ and also still focusing on yourself for more ដោយសារតែមានច្រើនអញ្ចឹងខ្ញុំអត់អាចរៀបរាប់បានទាំងអស់ទេនៅក្នុង topic ទី3គឺខ្ញុំនឹងនិយាយអំពី to improve yourself ខ្ញុំនិយាយមែនដើម្បី improve yourself បានណាអានេះសម្រាប់ខ្ញុំដើម្បី improve ខ្លួនឯងបានគឺខ្ញុំត្រូវតែចាំមកថាហ៊ានបោះជើងទៅមុខមានន័យថាចេះឧបមាថាខ្លួនឯងមាន business មួយខ្លួនឯងមានទៅ10រៀលសួរតើខ្លួនឯងហ៊ានបើក business ខ្ញុំអាចនិយាយបានថា10រៀលអាចបើក business បានអ្នកនរគ្នាកំងលបាយបានមកបន្ទាប់មកក៏ផុសលក់ and yeah នៅអំឡុងពេលហ្នឹងគឺខ្ញុំអត់បានធ្វើអញ្ចឹងទេប៉ុន្តែនៅលក្ខណៈថាចន្លោះពីទី11ទី12គឺខ្ញុំបានធ្វើ and ខ្ញុំមកឃើញ result ខ្លះប៉ុន្តែដោយសារតែការគ្រប់គ្រងចាំមកថាអត់ចេះគ្រប់គ្រងលុយចាំមកថាចេះធ្វើ business បានផលចំណេញបានអីដែរប៉ុន្តែអត់ចេះគ្រប់គ្រងលុយចេះចាយចុះចាយឡើងក៏អស់ទៅយ៉ាអញ្ចឹងហេតុនេះហើយខ្ញុំប្រាប់ថាយើងត្រូវចេះ management ខ្លួនឯងទៅលើខ្លួនឯងពេលខ្លះយើងត្រូវជួបបញ្ហាលើខ្លួនឯងដើម្បីដោះស្រាយបញ្ហាខ្លួនឯងចាមានថាមិនមានថាឧបមាថាអូខេខ្លួនឯងមានវិបត្តិស្នេហា depress អីអញ្ចឹងទៅខ្លួនឯងយំទុកសោកខ្លួនឯងហើយខ្លួនឯងក៏លក្ខណៈថាទៅផឹកលក្ខណៈទៅផឹកអ្នកឯងក៏បានទៅផឹកពូម៉ាក់អីអញ្ចឹងទៅ and yeah it's kind of bad thing but នៅពេលនៅចំណុចណាមួយអ្នកនរគ្នាគិតថាចង់ give up ឧបមាថាចេះខ្លួនឯងអស់លុយពីខ្លួនហើយខ្លួនឯងអស់លុយពីខ្លួនហើយខ្លួនឯងចង់ផឹកទៀតអញ្ចឹងខ្លួនឯងអត់ដឹងធ្វើម៉េចខ្លួនឯងនៅយំទុកសោកនៅហ្នឹងបន្តមកទៀតស្រាប់តែមានអី lock in នៅក្នុងខួរក្បាលឯងមួយឧបមាថាអូខ្ញុំចង់ទៅហាត់ប្រាណអូខេខ្លួនឯងអត់ដឹងធ្វើម៉េចខ្លួនឯងចេះតែហាត់ប្រាណអវង push up doing all stuff នៅលើអ៊ីនធឺណិតអីហ្នឹងព្យាយាមស្វែងយល់ថាអូរបៀបហាត់ប្រាណអីមិនហ្នឹងបន្តមកទៀតចាប់ដើមធ្វើមួយបៀខ្លួនឯងម្ដងតិចពីនិយាយទៅពី0ដល់100ហ្មង so អញ្ចឹងអ្នកនរគ្នាត្រូវ go through ខ្លួនឯងដោយសារតែខ្ញុំ go through ខ្លួនឯងហើយដោយសារតែចំណុចហ្នឹងរបស់ខ្ញុំគឺខ្ញុំចាប់ដើមលក្ខណៈថាស្ដារខ្លួនឯងឡើងវិញដោយការហាត់ប្រាណមកដល់សំបីតែឥឡូវហ្នឹងក៏ខ្ញុំនៅហាត់ប្រាណ but ខ្ញុំត្រូវធ្វើម្ដងចាំមកថាធ្វើមួយអត់ដូចពីមុនទេបើពីមុនវិញអាមុនពេលចន្លោះទី11 12អាចនិយាយបានថាខ្ញុំ craving ទៅលើរត់ទៅ gym ហ្នឹងហ្មងចាំមកថាដល់ថ្នាក់ញៀនដល់ថ្នាក់ទិញ pre workout អញនិយាយបានថាបើកាហ្វេវិញណាធ្វើចង់ទៅដាក់500 មីលីក្រាមនៅក្នុងហ្នឹងហើយអាហ្នឹងវាបញ្ហាវិញសារពេលខ្លះយើងដាក់ច្រើនពេកវាអាចនឹងឲ្យយើង heart attack ចាអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះគឺសម្រាប់អ្នកនរគ្នា and also don't forget to reflect of yourself មានថាមិនមានថាត្រូវមើលទៅលើខ្លួនឯងឲ្យច្រើនហើយស្រឡាញ់ខ្លួនឯងឲ្យច្រើនដោយសារតែលក្ខណៈថាmost people is temporary but most people is always by your side មានថាមនុស្សមួយចំនួនគឺអត់ចង់បានថាអត់នៅមួយយើងទេប៉ុន្តែមានមនុស្សមួយចំនួនទូចមួយមានថាមនុស្សចំនួនគ្រប់មួយមិនថាពួកម៉ាក់មិនថាស្នេហាមិនថា family and all stuff គឺពួកគាត់តែងតែ support យើងត្រូវចាំថាពួកគាត់តែងតែ support យើងពួកគាត់តែងតែនៅក្បែរយើង and also helping you improve more by learning more by តែចាំមើលថា learning from the mistake that you have been so អរគុណអ្នកទាំងអស់គ្នាសង្ឃឹមថា this video would help all of you